ជំរាបសួរបងប្អូនទាំងអស់គ្នាជួបខ្ញុំម្ដងទៀតហើយស៊ីនមកសម្រាប់រឿងប៉ូលីសថ្ងៃនេះគឺជាឆ្នាំ2026ហើយតោះកុំឲ្យខាត់ពេលយូរទៅទស្សនានៃសាច់រឿងយើងតែម្ដងផ្ដើមពីវគ្គនេះគឺអតីតកាលដែលបរិសុទ្ធទាំងអស់នេះកំពុងតែនិយាយចរចាគ្នាជាមួយនឹងយូហាប់បាហាដើម្បីបង្កើតសុខសន្តិភាពទៅកាន់ពិភពលោកទាំងមូលគោលបំណងគឺគាត់មិនចង់ឲ្យយូហាប់បាហាបង្រួបពិភពលោកនេះដោយដៃរបស់គាត់ទេដោយសារតែពិភពលោកគឺត្រូវបានគ្រប់គ្រងទៅដោយ Soul King ហើយដែលបែងចែកគឺមានចំនួន3 Soul Society ពិភពមនុស្សនិង6 Commando ហើយក្រុមសនិគមីទាំងអស់គឺមិនត្រូវបានវាយប្រហារទៅពួក Quincy ទៀតនោះទេដោយគ្រាន់តែឲ្យ Yuha Paha នៅសុខសន្តិភាពនិងរក្សាពូជ Quincy របស់ពួកគេនៅដដែលក៏ប៉ុន្តែ Yuha Paha គាត់មិនបានខ្វល់ពីសម្ដីរបស់បរិសុទ្ធម្នាក់នឹងទេអ្វីដែលគាត់ត្រូវការគឺសុខសន្តិភាពនិងត្រូវការពិភពលោកមួយដែលគាត់គ្រប់គ្រងទៅដោយខ្លួនឯងជាមិនផុតពួកគេទាំងពីរនាក់ក៏បានប៉ះគ្នានៅកន្លែងនោះផងដែរបរិសុទ្ធទាំងអស់នោះក៏បានបង្ហាញរូបភាពខ្លះៗអំពី Soul King ទៅឲ្យ Yuha Paha បានដឹងពីសមត្ថភាពបន្តិចបន្តួច Yuha Paha ចូលទៅចាប់ដៃបរិសុទ្ធទាំងអស់នឹងដោយបាននិយាយថាខ្ញុំមិនឲ្យអ្នកឯងគ្រប់គ្រងពិភពលោកនឹងឡើយបរិសុទ្ធទាំងអស់នឹងក៏បានបង្ហាញជាមួយនឹងដៃរបស់គាត់យ៉ាងធំដែលបានគម្រាមទៅកាន់ Yuha Paha នៅក្នុងអំណាចពេលប្រយុទ្ធនោះគឺតាទាំងអស់នឹងមានសមត្ថភាពខ្លាំងជាង Yuha Paha ឆ្ងាយណាស់ដែលគាត់មិនចង់ប្រយុទ្ធនឹងសម្លាប់ទៅកាន់ Yuha Paha ទេគ្រាន់តែទុកឲ្យ Yuha Paha នឹងរស់នៅដោយមានសន្តិភាពជាមួយនឹងអំបូរនៃ Quincy របស់គាត់ក៏ប៉ុន្តែក្នុងចិត្តរបស់ Yuha Paha គឺគាត់មិនបានយល់ព្រមនៃសន្តិភាពនឹងទេគាត់ចង់វាយឈ្នះនិងប្រយុទ្ធហើយបង្កើតជាមួយពិភពលោកថ្មីដោយខ្លួនឯងបន្ទាប់ពីការរងចាំអស់ជាច្រើនពាន់ឆ្នាំឥឡូវនេះគឺដល់វេនដែល Yuha Paha បង្កើតពិភពលោកនេះដោយដៃរបស់គាត់ហើយគាត់ក៏បានបញ្ជាឲ្យជោគរ៉ាបញ្ចេញសមោយ៉ាងច្រើនបង្កើតជាកងទ័ពនៃ Quincy ពេលហ្នឹងក៏មានឃើញក្រុម Zero ម្នាក់ដឹកនាំកងទ័ពមកទប់ទល់ផងដែរកន្លែង Urahara រៀបនឹងបញ្ជូន Ichigo ក៏ឃើញមានជ្រូកមួយមកដល់នោះគឺជា Genju ដែលគាត់មកសុំ Ichigo ក្នុងការធ្វើដំណើរទៅកាន់ព្រះរាជវាំងនឹងដែរក្នុងចិត្ត Ichigo គឺមិនចង់ឲ្យទៅទេព្រោះតែទីនោះមានគ្រោះថ្នាក់ខ្លាំងពេកព្រោះតែដឹងគ្រោះថ្នាក់បែបហ្នឹងហើយតែ Genju ចង់សុំទៅជាមួយជាមិនផុតពួកគេទាំងអស់គ្នាក៏អនុញ្ញាតឲ្យ Genju ទៅជាមួយដែរសរុបអ្នកទៅកាន់ព្រះរាជវាំងគឺមាន Genju Orihime Chad Yaruchi និង Ichigo ការធ្វើដំណើររបស់ពួកគេចាប់ផ្ដើមចេញពី Soul Society ទៅកាន់ព្រះរាជវាំងនៅព្រះរាជវាំងដែលកំពុងតែតតាំងជាមួយនឹងកងពលនៃកម្លាំងរបស់ Soul King ក៏ដូចជា Quincy កងកម្លាំងរបស់ Soul King គឺខ្លាំងណាស់ចូលមកកាប់ជាមួយនឹងកងកម្លាំង Quincy បានដោយងាយបន្តចូលទៅកាប់ជាមួយនឹង Yuha Paha ក៏ប៉ុន្តែគឺមិនត្រូវនោះទេជាក់ស្ដែងគឺមិនមែន Yuha Paha ទេគ្រាន់តែជា Quincy មួយទេគឺជា Stand Rider W សមត្ថភាព Quincy នឹងគឺជាខ្យល់គូសត្រូវមិនអាចវាយប្រហារមកកាន់គាត់ឡើយខណៈពេលដែលគាត់អាចមើលឃើញដូចចឹងឯងនេះគឺខ្យល់អាចវាយប្រហារទៅកាន់គូសត្រូវបានដោយងាយបន្ទាប់ពីសម្លាប់កូនចៅអស់ហើយបំរុងចូលទៅវាយជាមួយនឹងនារីម្នាក់នេះទៀតក៏ប៉ុន្តែនាងបានប្រាប់ថាបានដោតសរសៃអំបោះមួយចូលទៅសម្លៀកបំពាក់របស់ Quincy ដែលនាងធ្វើបែបហ្នឹងបានគឺនៅពេលណាដែល Quincy មុននឹងប្រយុទ្ធជាមួយនឹងកូនចៅរបស់នាងនឹងឯងដែលនាងអាចឆ្លៀតឱកាសចូលទៅដោតសរសៃអំបោះជាមួយនឹងសម្លៀកបំពាក់ថ្មីនឹងបានបន្ទាប់ពីនោះនាងក៏បានសម្លាប់ជាមួយនឹង Quincy មួយនឹងដោយគ្រាន់តែចាក់ដេមកចូលពីខាងក្នុងនៃរូបរាងកាយផ្ទុះចេញឈាមមកខាងក្រៅដែលឈ្មោះរបស់នាងគឺ Senjumaru Sutara កូនចៅ Yuha Paha មួយក៏ធ្លាក់ទៅខាងក្រោមនៅមិនទាន់អស់តើទេគាត់ក៏បានជប់នៃកូនចៅរបស់គាត់ចំនួន4នាក់ទៀតដែលហៅថាគឺជាឆ្មាំរាជពិសេសរបស់គាត់ទី1 Stand Rider X ដែលមានឈ្មោះ Lily Baro ទី2 Stand Rider C ដែលមានឈ្មោះ Panida ទី3គឺ Stand Rider D ដែលមានឈ្មោះ Askin Naleva ដែលយើងធ្លាប់ឃើញហើយដែលចូលទៅនិយាយជាមួយ Mayuri ដំបូងអត់បានវាយគ្នាហ្នឹងទី4គឺ Stand Rider M ដែលមានឈ្មោះ Giret Valkyrie បើឆាកដំបូង Giret អត់ចាំយូរឡើយក៏ទាញដាវរបស់គាត់ចូលទៅកាប់ជាមួយនឹង Senjumaru ធ្វើឲ្យបាក់ដាវរបស់នាងហើយនាងក៏បានហៅកងទ័ពរបស់ព្រះរាជវាំងនៃកម្រិតទី2កងទ័ពនឹងចូលមិនបានទេតែបាន Perida ច្បាច់នឹងក្បួចឲ្យកងទ័ពនឹងរួមបញ្ចូលគ្នាចំណែក Baro ក៏បានទាញកំភ្លើរបស់គាត់បាញ់ផាំងចំទលុះក្បាលរបស់ Senjumaru ដែលធ្វើឲ្យនាងនឹងហូរឈាមនៅកន្លែងនោះភ្លាម Baro និយាយថាអ្នកទាំងអស់គ្នាគឺពិតជាអន់ណាស់ដើរចូលទៅបាញ់ជាមួយនឹងទីស្នាក់ការរបស់ប្រធានក្រុម Zero នឹងចោលទាំងអស់គ្នាមួយសន្ទុះក្រោយមកអ្វីដែលពួកគេឃើញនោះមិនមែនជាការពិតឡើយគ្រាន់តែជាការបំបាំងកាយនិងបំផន់ភ្នែកនោះទេដែលព្រះរាជវាំងពិតគឺត្រូវបានរុំព័ទ្ធទៅដោយត្រាមួយដែលអ្នកទាំងអស់គ្នាគឺពិបាកនៅក្នុងការចូលដូចជាមានម្នាក់នៅយាមនៅទីនោះកន្លែងដែល Quincy កំពុងតែឈរនេះឥឡូវនេះកំពុងតែរុំព័ទ្ធនិងចាប់ជាប់ជាមួយនឹងដើមឈើមួយដែលបង្កើតឡើងដោយ Kiriko គោលដៅនៃដើមឈើហ្នឹងទោះបីជាក្រកកំភ្លើងបាញ់ទៅខាងណាគឺវានឹងដោះមែកទៅរារាំងជាមួយនឹងក្រកកំភ្លើងហ្នឹងមិនឲ្យចេញទៅខាងក្រៅបានឡើយដែលវាត្រូវបានបង្កើតឡើងដោយ Kiriko ទីអត់ចាំជាប៉ែកចាស់នេះជាប៉ែកម៉ាប់នឹងឯងគឺជាអ្នកធ្វើម្ហូបឲ្យ Ichigo និង Renji ស៊ីលើកមុននឹងឯងមួយសន្ទុះក្រោយមកក៏មានឃើញអ្វីមួយធ្លាក់ដែលនៅកំពុងតែមកនោះគឺជា Tenjiro Senjumaru Kiriko ក៏ដូចជាអ្នកចុងក្រោយដែលកំពុងតែ freestyle ជាគេថាខ្ញុំគឺជាអ្នក top 1នៃ Zanpakuto នោះគឺជា Oishu ពេលឃើញពួកគេជុំគ្នាយ៉ាង Giren នឹងធ្វើឯងចិត្តឆៅជាងគេទៀតណាចូលទៅកាប់ជាមួយនឹង Oishu ក៏ប៉ុន្តែមិនបានប្រមាណទេគឺត្រូវបាន Oishu នឹងកាប់ឲ្យដេកយល់នៅកន្លែងនោះភ្លាមឃើញបាយឈាមចេញមកខាងក្រៅចលនារបស់ Oishu គឺពិតជាលឿនខ្លាំងណាស់ស័ក្តិសមជាប្រធានក្រុម Zero ដែលការពារព្រះរាជវាំងពិតមែនមួយសន្ទុះសោះធ្វើឲ្យអ្នកទាំងអស់គ្នានោះគឺបានដួលទាំងអស់
កូនចៅទាំង4នាក់របស់យូហាប់ហាត្រូវបានដួលអស់ហើយឥឡូវនេះគឺដល់ពេលយូហាប់ហាម្ដងហើយយូហាប់ហាក៏បានបោះអ្វីមួយចេញមកខាងក្រៅនឹងគឺជាវិធីក្នុងការរំដោះខ្លួនគាត់ចេញមកខាងក្រៅយើងគឺមកប៉ះជាមួយនឹងបរិយាទាំងនេះគាត់ថានឹងសងសឹកជាមួយនឹងតាទាំងនឹងម្ដងដែលតាទាំងនឹងគាត់គឺមានឈ្មោះ Manako Oho ឬក៏ Ichibe Hiyosabi នៅ Society គឺមានក្មេងស្រីម្នាក់ដែលកំពុងតែរត់ទូអ្វីមួយដែលឲ្យបងស្រីរបស់នាងចាំសិនទៅនាងកំពុងតែទៅហើយនឹងក៏ឃើញថា Orahara កំពុងតែគូអ្វីមួយដែលឃើញមានក្រុម Wizard ក៏ដូចជា Hiyori និងគ្រប់គ្នាមកទីកន្លែងហ្នឹងដែលបានបន្ត Orahara ថាមូលហេតុអ្វីបានជាបញ្ជូន Ichigo និងគ្រប់គ្នាទៅទីនោះដោយមិនចាំពួកគាត់មកដល់សិនក៏មានក្មេងស្រីម្នាក់ដែលយំនៅពេលក្រោយតែហេតុអ្វីបានជាមកបន្តដំណើររបស់បងស្រីនាងនឹងឯងគឺជាប្អូនស្រីរបស់ Yurochi ដែលនាងមានឈ្មោះថា Yushiro Shihun ដែលនាងគឺជាអ្នកដឹកនាំទី23នៃត្រកូលឬក៏បករបស់ Shihun ដែលជាប្អូនស្រីរបស់ Yurochi ពាក់ព័ន្ធជាមួយនឹងត្រកូល Shihun ឬក៏ពាក់ព័ន្ធជាមួយនឹងប្រវត្តិរបស់ Yurochi គឺគេមិនបានបង្ហាញច្រើននោះទេតាំងពីសាច់រឿងមកដូច្នេះហើយគឺមិនតាន់ដឹងអ្វីខ្លះពាក់ព័ន្ធនឹងបករបស់ Shihun ឡើយព្រះរាជវាំង Oishu ដែលកំពុងតែភ្ជង់ដាវទៅកាន់ Uryu និងជោគរាមដោយសួរថាតើនរណាគេគឺជាអ្នកស្នងតំណែងរបស់ Yuhapaha គាត់នឹងសម្លាប់ចោលមុនគេហ្វូតខ្មៅមួយដែលកំពុងតែគូសនោះគឺជា Ichibai ដែលគូសមួយកន្លែងមួយហើយមួយកន្លែងមួយទៀតនេះគឺជាបន្តព្រំដែននៃការប្រយុទ្ធគ្នាគាត់ក៏បានគូសនៃផ្លាកសញ្ញាត្រាមួយការពារក៏ដូចជាចេញបាត់ដៃមួយទះទៅកាន់ Yuhapaha ឲ្យប៉ាំងគ្នាចេញយ៉ាងឆ្ងាយគោលបំណងរបស់គាត់ចង់ឲ្យ Yuhapaha ឲ្យធ្លាក់ទៅខាងក្រោមវិញបន្ទាប់ពីនឹងហើយក៏បានដាក់ម្ដាយមួយទៀតរុញ Yuhapaha ធ្លាក់ចូលទៅខាងក្រោមក៏ប៉ុន្តែ Yuhapaha ក៏បានយកដៃខ្វែបំពង់ករបស់គាត់និងប្រើបច្ចេកទេសមួយក៏បានបាញ់ទ្រូយ៉ាងច្រើនហោះទៅខាងលើវិញនោះគឺជាគោលបំណងដើម្បីនាំខ្លួនរបស់គាត់ទៅខាងលើមិនឲ្យធ្លាក់ទៅខាងក្រោមដើម្បីប្រយុទ្ធជាមួយនឹង Ichibe ដោយឡែកនៅក្នុងទ្រង់ឈើ Tenjiro ក៏បានប្រើទឹករបស់គាត់វាបំបាយពួកគេ Oryu គេចមកប៉ះគ្នាជាមួយនឹង Senjumaru មិនចាំយូរឡើយ Senjumaru ក៏បើកការវាប្រហារក៏ដូចជា Tenjiro ដែលកំពុងតែវាយគ្នាជាមួយនឹង Chokram ចំពោះ Oishu នេះវិញកំពុងតែដើរយ៉ាងសប្បាយចិត្តខ្លាំងណាស់ក៏ឃើញថាដូចជាមានត្រូវពឹសអ្វីមួយក្នុងនោះគឺជាការត្រូវពឹសរបស់ Askin មានសមត្ថភាពពិសេសដែលអាចបង្កើតថ្នាំពុលនៅក្នុងឈាមនរណាគេដែលអាចប៉ះឬក៏វាយប្រហារគាត់ហើយជាតិពុលនឹងជ្រាបចូលទៅក្នុងឈាមរបស់គូសត្រូវនោះបន្តិចម្ដងដែលពេលនេះគឺ Oishu កំពុងតែត្រូវថ្នាំពុលនឹងហើយដែលធ្វើឲ្យគាត់មិនអាចទ្រាំទ្រង់បាននៃជាតិពុលនឹងក៏បានដួលភ្លាមリヒトレーゲンやわいの雨のក្រុមសរោផ្សេងកំពុងតែមានព្រៀបដែលឃើញថា Askin កំពុងតែទាញធ្នូនឹងវាប្រហារជាមួយនឹង Oishu ក្រោយមកវិញក៏បានអាករបស់គាត់បញ្ចេញឈាមគាត់ធ្វើបែបហ្នឹងដើម្បីបណ្ដេញជាតិឈាមពឹសនឹងនៅក្នុងខ្លួនរបស់គាត់ចេញមកឲ្យអស់ក៏ប៉ុន្តែ Askin ប្រាប់ថាធ្វើបែបហ្នឹងគឺវាគ្មានសមត្ថភាពអីយូរនោះទេមិនយូរប៉ុន្មានឈាមរបស់អ្នកនឹងអស់ហើយអ្នកនឹងត្រូវស្លាប់ដដែលហ្នឹង Oishu គឺមិនភ័យទេក៏បានហៅឈ្មោះ Tenjiro ក៏ដូចជាមានឃើញចេញឈាមក្រហមនៅពេលក្រោយយ៉ាងច្រើននោះគឺជាបង់ឈាមរបស់ Tenjiro ដែលវាមានសមត្ថភាពបណ្ដេញឈាមពុលចេញនិងបង្កើតជាមួយនឹងឈាមបរិសុទ្ធថ្មីមួយទៀត随分と嬉しそうだぶっ立つបន្ទាប់ពីវាយ Yuhapaha ឲ្យប៉ាង Ichibe បានប្រាប់ថា Yuhapaha គឺគ្មានសមត្ថភាពដើម្បីចូលមកកាន់បរិយាវាំងឡើយពេលនេះគឺ Yuhapaha គ្រាន់តែញញឹមក៏ដូចជាបញ្ចេញជាមួយនឹងពន្លឺអ្វីមួយទៀតមើលទៅហាក់បីដូចគាត់កំពុងតែស្រូបធម្មពលអ្វីមួយចឹងឯងគម្រោងមួយនេះគឺគាត់ឲ្យឈ្មោះថា Ashwaland ដោយដែលធ្លាប់ដឹង Ashwaland គឺជាប្រភេទនៃគម្រោងរបស់ Yuhapaha ដែលធ្វើឲ្យគាត់មានសមត្ថភាពពិសេសដើម្បីស្រូបយកធម្មពលនៃ Quincy តូចតាចក្រោមបង្កប់របស់គាត់ទាំងអស់ Quincy ទាំងអស់ដែលនៅខាងក្រោមគឺមិនពេញចិត្តជាមួយនឹងគម្រោងបែបហ្នឹងទេដែលគិតថាឥឡូវនេះគឺធម្មពលរបស់គាត់ត្រូវបានបញ្ជូនទៅឲ្យ Yuhapaha ទាំងអស់ហើយធម្មពលដែលត្រូវបានបញ្ជូនស្រូបយកពី Quincy តូចតាចនឹងត្រូវបានបញ្ចូលជាមួយនឹងអ្នកដែលនៅជិតឬក៏កុកកម្លាំងពិសេសដែល Yuhapaha ចង់ប្រទានធម្មពលឲ្យជាពិសេសគឺអ្នកដែលនៅអមដំណើររបស់ Yuhapaha ទាំងអស់ដែលត្រូវរបួសឥឡូវនេះគឺឃើញក្រោមមកវិញទាំងអស់គ្នាដោយឡែកនៅ Society ដែលឃើញថាមានសភាពបែកបាក់ទាំងអស់ពេលនោះក៏បានបង្ហាញជាមួយនឹង Chuzuru ក៏បានមកដែរមិនដឹងថា Chuzuru កំពុងតែធ្វើអ្វីទេគ្រាន់តែថាឥឡូវនេះគាត់មានកម្រងមួយដែលឲ្យឈ្មោះថា Kamikake គាត់ថាបង្ហាត់រាបានដោយជោគជ័យហើយដែល Yuhapaha ថានេះគឺជាពេលវេលាដ៏ល្អរបស់គាត់ដើម្បីទទួលបានអំណាចនិងប្ររលំនៃ Soul King ដែលធ្វើឲ្យ Soul King នៅក្នុងព្រះរាជវាំងហាក់បីដូចជាស្ដាប់ឮពីសម្ដីរបស់ Yuhapaha ដែលគ្រាន់តែទទួលបានអំណាចក៏ដូចជាធម្មពលដែលប្រទានដោយ Yuhapaha ស្រូបពីកងកម្លាំងតូចតាចធ្វើឲ្យក្រុមនៃ Quincy Stern Rider អង្គរៈនៃឆ្មាំរាជរបស់ Yuhapaha ទាំងប្រមាណនេះហាក់បីដូចជាមានធម្មពលខ្លាំងក្លាណាស់
ណាស់ដែលអាចវាយប្រហារនិងបដូររលំទៅកាន់ក្រុមសេរ៉ូទាំង4នាក់នៅខាងក្រោមនេះឲ្យដួលគ្រប់គ្នានៅសល់តែមួយទៀតគឺ Ichibe ដែលកំពុងតែប្រឈមមុខនឹងប្រយុទ្ធតតាំងជាមួយនឹង Yuhapaha よしやっとランカン鉄風殺さあIchibe ប្រាប់ថានេះគឺជាដល់ពេលវេលាដែលផ្ដន់ទាទោសទៅកាន់អ្នកហើយគាត់ក៏បានគូហ្វឺតចេញទឹកខ្មៅដែលហៅឈ្មោះថា Imuchi គឺជាអំណាចនៃសិនបកូតូរបស់គាត់គឺជាទឹកខ្មៅបង្ហាញជាមួយនឹងពណ៌ខ្មៅនៅកន្លែងនោះដែល Yuhapa ថាវាគ្មានសមត្ថភាពអីទេបន្ទាប់ពីគាត់កាប់យ៉ាងច្រើនហើយឃើញថាទឹកខ្មៅនឹងដូចជាមិនបានធ្វើអ្វីទៅកាន់ខ្លួនគាត់តតែសោះហើយពេលនេះជំរឿខ្ញុំបង្ហាញអ្វីមួយទៅកាន់អ្នកអីគេបង្ហាញអីនឹងធាតុពិតនៃអំណាចរបស់ទឹកខ្មៅរបស់ Ichibe នឹងគឺវាមានសមត្ថភាពខ្លាំងណាស់នៅពេលណាដែលទឹកខ្មៅនឹងគ្របដណ្ដប់ទៅកាន់អាវុធរបស់ Yuhapaha អាវុធនោះគឺមិនអាចហៅឈ្មោះនិងមិនអាចបញ្ចេញជាមួយនឹងធម្មពលមកបានឡើយដែល Yuhapaha ថាទោះបីជាគាត់គ្មានអាវុធគាត់ក៏អាចប្រើជាមួយនឹងធម្មពលផ្ទាល់ខ្លួនរបស់គាត់ដើម្បីវាយប្រហារជាមួយនឹង Ichibe ដែរពេលនេះគាត់ក៏បានប្រើនៃធម្មពលរបស់គាត់ស្រូបយកអំណាចនៃទឹកខ្មៅ Ichibe និងបង្កើតជាធម្មពលរបស់គាត់និងវាយប្រហារទៅកាន់ Ichibe ឲ្យត្រូវរបួសដោយឡែកអ្នកទាំង4នៅខាងក្រោមនេះក៏ធ្លាក់មកនឹងគោគ្នានៅកន្លែងហ្នឹងដែលធ្វើឲ្យពពួកគ្មានស៊ីទាំងអស់នោះមើលងាយថាពពួកហ្នឹងគឺគ្មានអីខ្លាំងទេហ្នឹងមិនមែនជាប្រធានក្រុមទី0ខ្លាំងជាង Goten ទាំង13ទៀតពេលហ្នឹងគឺឃើញថា Oichu ក៏បានក្រោកឡើងវិញនិងបានប្រាប់ថាអ្នកទាំងអស់គ្នាចាប់ក្រោកឡើងមកវិញមកពួកយើងដល់ពេលដែលមកហាញនៃធាតុពិតនៃអំណាចរបស់ប្រធានក្រុម Zero ហើយដល់គ្រាន់តែកញ្ចាប់អ្នកទាំងអស់គ្នាខ្ញុំគ្រាន់តែឲ្យ Senjumaru តែម្នាក់បានហើយដើម្បីវាយប្រហារ Senjumaru ក៏បានដើរចេញក៏ដូចជាឃើញថាអ្នកទាំង3នោះក៏បានយកក្បិតនិងអាកោសម្រាប់ខ្លួនឯងឲ្យបែកឈាមនៅកន្លែងនោះតទៅពីសម្រាប់ខ្លួនឯងកន្លែងត្រាមួយមានភ្លើងចង្គៀងដល់ទៅ4ក៏មិនស្ទុះក្រោយមកសតតែភ្លើងចង្គៀងសតតែមួយនោះទេដែលធ្វើឲ្យអំណាចរបស់ Senjumaru ហាបើដូចជាកើនឡើងនិងដកពន្លឺពេញខ្លួនរបស់នាងក្រុម Zero ម្នាក់គឺចាំបាច់ណាស់ដើម្បីប្រើនៃអំណាចពេញលេញរបស់ពួកគេបានគឺតម្រូវឲ្យក្រុមសមាជិក3នាក់នោះត្រូវសម្លាប់ខ្លួនឯងជាមុនសិនមិនថាអ្នកណាគេនោះទេបើសិនបើពួកគេនៅរស់ទាំងអស់គ្នាគឺមិនអាចបញ្ចេញជាមួយនឹងអំណាចពេញលេញបានឡើយ殺せよ挽回シャタツからがらしがらみの辻ドンからドンかららសមត្ថភាពបាំងខៃទី1គឺធ្វើឲ្យមានកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្រើនដែលធ្វើឲ្យគូសត្រូវបាញ់នឹងវាប្រហារត្រូវដោយខ្លួនឯងទី2បញ្ចេញជាមួយនឹងផ្ទាំងក្រណាត់ពណ៌មាសដែលពោពេញទៅដោយបន្លាស្រួចនិងចាក់គ្របទៅកាន់គូសត្រូវទី3បង្កើតទៅជាកន្លែងដែលមានខ្សាច់គួចយ៉ាងជ្រៅនិងរុំព័ទ្ធគូសត្រូវឲ្យគូសត្រូវស្លាប់ភ្លាមទី4គឺជាសមត្ថភាពនៃកន្លែងត្រជាដែលអាចបង្កកគូសត្រូវឲ្យកកនិងមិនអាចធ្វើចលនាបានទី5គឺជាកន្លែងដែលពោពេញទៅដោយភ្លើងទាំងអស់នោះអាចវាយប្រហារនិងបន្លំគូសត្រូវក៏ដូចជាដុតគូសត្រូវឲ្យឆេះខ្លោចនិងស្លាប់ភ្លាមបន្ទប់ទី6គឺជាកន្លែងដើម្បីស្រូបយកធម្មពលអ្នកដែលនៅក្នុងនោះក៏ដូចជាធ្វើឲ្យអ្នកនៅក្នុងនោះបាត់បង់ធម្មពលនិងមិនអាចប្រយុទ្ធបានបន្ទាប់ពីត្រូវបាំងខៃរបស់ Senjumaru ឃើញថាអ្នកទាំងអស់នោះហាក់បីដូចជាមិនដឹងមានសកម្មភាពយ៉ាងណានោះទេហើយបាំងខៃរបស់ Senjumaru ក៏បានរលត់និងបាត់ទៅវិញដោយឡែកកន្លែង Yuhapaha ដែលវាប្រហារទៅកាន់ Ichibe គាត់គិតថាឈ្នះហើយក៏ប៉ុន្តែ Ichibe ក្រោកឡើងមកវិញបានប្រាប់ថាធម្មពលនៃទឹកខ្មៅរបស់គាត់គឺអាចស្រូបយកនៃអ្វីៗដែលពណ៌ខ្មៅបង្កើតទៅជាធម្មពលរបស់គាត់ទាំងអស់គាត់ក៏បានបាញ់នៃទឹកខ្មៅរបស់គាត់ទៅកាន់ Yuhapaha ឲ្យពេញខ្លួនតែម្ដងហើយគាត់ក៏បាននិយាយអ្វីមួយទៀតដែលនេះគឺគេហៅថាជាបាំងខៃរបស់គាត់筆一文字挽回というもんがអំណាចបាំងខៃរបស់ Ichibe គឺវាបង្ហាញជាមួយនឹងទឹកជក់ពណ៌សដែលវាគឺមានសមត្ថភាពខ្លាំងណាស់នៅពេលដែលគូសនិងវាប្រហារដាក់ទៅកាន់នរណាម្នាក់ដែលវាមានសមត្ថភាពបិទអំណាចទាំងអស់នៃម្នាក់នោះតែម្ដងពេលនេះក៏បានបិទសមត្ថភាពនៃអំណាចរបស់ Yuhapaha គាត់ក៏បានធាក់មកជើងទៅកាន់ Yuhapaha ធ្លាក់ចុះទៅខាងក្រោមក៏ដូចជាប្រើបាត់ដៃប្រយុទ្ធឡាយរបស់គាត់វាយផ្ទុកទៅកាន់ Yuhapaha មើលទៅហាក់បីដូចជាអណ័យអធមដល់ហើយ Yuhapaha ដំណើររបស់ Yuhapaha នៅមិនទាន់ច្បាស់ថាតើស្លាប់ឬក៏រស់ទេហើយថ្ងៃនេះគឺមានតែសោកសម្រាប់សិនហើយជួបគ្នានៅថ្ងៃក្រោយទៀតសូមអរគុណបងប្អូនទាំងអស់គ្នាដែលទស្សនាតាំងពីដើមដល់ចប់បាយបាយ